ខ្ញុំគ្រាន់តែសុំស្ត្រីខាងដីដាក់ខ្ទឹមបារាំងបន្ថែមពេលញ៉ាំនំប៉ាវប៉ុន្តែនាងបានស្វាគមន៍ទាំងគ្រួសារខ្ញុំគួរបន្ថែមខ្ទឹមបារាំងបែបណាខ្ញុំគិតថាអ្នកមើលទៅដូចជាខ្ទឹមបារាំងបៃតងតើអ្នកគិតថាខ្ទឹមបារាំងបៃតងមានសេរីភាពទេពេលខ្ញុំនិយាយចាប់វាប្រសិនបើអ្នកមានពេលនោះហើយជាកន្លែងដែលខ្ញុំដោយទឹកមុខប្លែកខ្ញុំមិនបាននិយាយមួយម៉ាត់ទេខ្ញុំទើបតែញ៉ាំនំប៉ាវដោយស្ងៀមស្ងាត់ហើយងាកចេញក្រៅនៅថ្ងៃបន្ទាប់ខ្ញុំបានផ្ញើសារក្នុងក្រុមហ៊ុនសម្រាប់ទទួលទានអាហារថ្ងៃត្រង់នៅហាងនំប៉ាវទើបបើកថ្មីឆ្លងផ្លូវខ្ញុំបានព្យាបាលខ្ញុំសហសេវិក300នាក់បានដើរតាមខ្ញុំទៅខាងទៀតម្ចាស់ហាងឈរនៅមាត់ទ្វារហាងសម្លឹងមើលហាងទេហើយមុខរបស់នាងប្រែទៅជាស្លេកភ្លាមឈ្មោះហាងនំប៉ាវនេះគឺវិញយាយ Dumpling ស្នាមត្រកូលរបស់ម្ចាស់គឺលីនយើងទូរស័ព្ទទៅបងស្រីលីននៅថ្ងៃធ្វើការខ្ញុំឈ្មោះយ៉ាងខ្វែមិនខ្ញុំធ្វើការនៅ Hang Seng Digital នៅក្នុងអគារការិយាល័យនេះមុខតំណែងរបស់ខ្ញុំគឺអ្នកគ្រប់គ្រងផ្នែករដ្ឋបាលថ្ងៃដំបូងដែលខ្ញុំបានចូលបម្រើការងារជាមួយក្រុមហ៊ុនខ្ញុំបានទទួលទានអាហារថ្ងៃត្រង់របស់ខ្ញុំនៅភោជនីយដ្ឋាននេះជាង 1000 ថ្ងៃនិងយប់ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះទោះបីជាខ្ញុំមិនបានទៅលេងជារៀងរាល់ថ្ងៃក៏ដោយខ្ញុំមានអាហារយ៉ាងហោចណាស់7ឬ800នៅលេងយាយអារម្មណ៍របស់ខ្ញុំចំពោះលេងយាយគឺដូចជាធ្លាប់ស្គាល់និងងាយស្រួលដូចអាហារដ្ឋានរបស់ក្រុមហ៊ុនដែរមិនមានអ្វីពិសេសអំពីវាទេការភ្ញាក់ផ្អើលបានខ្លាចជាជម្រើសដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃចិត្តរបស់បងស្រីលីនមិនដែលល្អប៉ុន្មានទេនាងមានសំឡេងខ្លាំងនិងក្តៅក្រហាយនាងតែងតែបង្ហាញមុខមិនរំខានខ្ញុំជាឧទាហរណ៍ប្រសិនបើអ្នកយឺតក្នុងការបញ្ជានាងនឹងគោះទៅដោយអត់ធ្មត់ដើម្បីជំរុញឲ្យអ្នកសួរថាតើនំប៉ាវអ្វីបានជាអ្នកពេលណានាងនឹងគ្រាន់តែសើចឆ្នាំងនេះមិនចំអិនឲ្យអ្នកទេលោកកើតអូនតែពាក្យពីរបីប៉ុន្តែយើងទាំងអស់គ្នាជាមនុស្សពេញវ័យហើយគ្មាននរណាម្នាក់នឹងពិតជាខ្វល់អំពីអាហារក្តៅនោះទេមិនមែនថាសម្ដីអ្នកចិត្តខាងពិតជាអាចទទួលយកបានទេហើយតម្លៃក៏សមរម្យយូរទៅអ្នករាល់គ្នាបានសាមនឹងកំហឹងរបស់បងស្រីលីនម្ចាស់ដីមនុស្សមួយចំនួនថែមទាំងគិតថានេះជានិស្ស័យតែមួយគត់របស់ហាងតូចមួយនៅក្នុងផ្សារតាមធម្មជាតិខ្ញុំធ្វើដូចគ្នាក្នុងនាមជានាយករដ្ឋបាលខ្ញុំក៏បានជួយអ្នកចិត្តខាងរកស៊ីច្រើនដែរក្រុមហ៊ុនត្រូវបញ្ជាអាហារពេលធ្វើការថែមម៉ោងខ្ញុំជ្រើសរើសអ្នកចិត្តខាងវាងាយស្រួលសម្រាប់នាយកដ្ឋានសំខាន់ក្នុងការទទួលទានអាហារពេលល្ងាចខ្ញុំក៏ខ្ជាប់ជ្រុងអ្នកចិត្តខាងដោយផ្ទាល់បងរីលីនមានភាពគួរសមចំពោះខ្ញុំជាងអតិថិជនធម្មតាភាគច្រើននាងនឹងមិនប្រញាប់ប្រញាល់ឲ្យខ្ញុំនៅពេលបញ្ជាខ្ញុំតែងតែគិតថាទំនាក់ទំនងរវាងពួកយើងបានហួសពីទំនាក់ទំនងរវាងអតិថិជនធម្មតានិងម្ចាស់ហាងជាយូរណាស់មកហើយអាចចាត់ទុកបានថាជាអ្នកស្គាល់គ្នាក្នុងតំបន់នោះរហូតដល់ថ្ងៃនោះពេលសម្រាប់អាហារថ្ងៃត្រង់ម៉ោង 12:30 ថ្ងៃត្រង់ខ្ញុំបានដើរចូលសន្តាគារក្បែរផ្ទះដោយសពដងហាងនេះមានភាពអ៊ូអរដោយមនុស្សចំហុយនិងពេញដោយកម្មជ្រួចបងស្រីលីនមួយចំណែកនៃសាច់ជ្រូកនិងខ្ទឹមបារាំងបៃតងមួយចំណែកនៃត្រសក់ខ្ញុំស្រែកហៅបងស្រីលីនដោយសំឡេងដែលធ្លាប់ស្គាល់បងស្រីលីនបានឆ្លើយតបដោយមិនលើកក្បាលពីក្រោយអ្នកគិតលុយខ្ញុំបានរកឃើញជ្រុងមួយហើយអង្គុយចុះ10នាទីក្រោយមកនំប៉ាវត្រូវបានបម្រើនំប៉ាវពណ៌សនិងពងក្រួយដេកលើចាននៅតែចំហុយយ៉ាងក្តៅខ្ញុំយកមួយមកជ្រលក់ក្នុងទឹកខ្មេះនិងប្រេងម្ទេសរួចដាក់ចូលមាត់នំប៉ាវរុំនៅតែទំពាដូចសពដងហើយសាច់ពេញស្អាតប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាបាត់អ្វីមួយខ្ញុំបានភ្លក់វាដោយប្រុងប្រយ័ត្នខ្ញុំក៏សង្កេតឃើញថាវាខ្វះក្លិនខ្ទឹមបៃតងក្លិនក្រអូបពិសេសដែលបង្កើតឡើងដោយការលាយសាច់ជ្រូកនិងខ្ទឹមបារាំងបៃតងហើយដាំឲ្យពុះក្នុងទឹកឆ្អិនគឺស្ទើរតែគ្មានខ្ញុំបើកនំប៉ាវមួយហើយមានតែចំណុចពណ៌បៃតងខ្លះនៅខាងក្នុងវាច្បាស់ណាស់គ្រាន់តែជាការបំពេញមុខងារប៉ុណ្ណោះខ្ញុំមិនអាចជួយបានទេនំប៉ាវដាក់ជាមួយសាច់ជ្រូកនិងខ្ទឹមបារាំងបៃតងគឺដូចជាគ្មានព្រលឹងដោយគ្មានក្លិនរបស់ខ្ទឹមបារាំងខ្ញុំមិនដែលជាមនុស្សរើសអើងទេបន្ទាប់ពីញ៉ាំអស់រយៈពេល3ឆ្នាំខ្ញុំមានស្តង់ដារផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់នំប៉ាវរបស់លេងយេរួចហើយខ្ញុំដើរទៅរកអ្នកគិតលុយដោយមានចានរក្សាសម្លេងរបស់អ្នកឲ្យទន់ភ្លន់តាមដែលអាចធ្វើលេងបានគាត់ខ្ញុំអោនក្បាលដើម្បីដោះស្រាយទាំងនេះគាត់បានបន្ទាបមុខរបស់គាត់ហើយលើក្បាលរបស់គាត់ដោយអត់ធ្មត់តើមានខ្ទឹមបារាំងបៃតងតិចពេកនៅក្នុងនំប៉ាវសប្តាហ៍ថ្ងៃនេះខ្ញុំបានចង្អុលទៅចានតើអ្នកអាចបន្ថែមខ្ទឹមបារាំងបៃតងបន្ថែមបានទេឬបន្ថែមពេលក្រោយដែលអ្នកធ្វើខ្ញុំនៅតែគិតថានេះគ្រាន់តែជាការណែនាំធម្មតានិងមានចេតនាល្អបំផុតពីអតិថិជនធម្មតាហើយខ្ញុំថែមទាំងបានគិតអំពីវាទៀតផងបើនាងថាខ្ទឹមសមិនគ្រប់គ្រាន់ទិញថ្ងៃនេះឬតម្លៃធូរថ្លៃពេកខ្ញុំគ្រាន់តែញឹមហើយទុកវាចោលប៉ុន្តែប្រតិកម្មរបស់បងស្រីលីនគឺហួសពីការរំពឹងទុករបស់ខ្ញុំទាំងស្រុងនាងស្រឡាំងកាំងមួយសន្ទុះពេលនោះរោមរបស់នាងស្រាប់តែផ្ទុះឡើងដូចសាច់ឆ្មាដែលកន្ទុយត្រូវជន់ស្រាប់តែនាងបន្លឺសំឡេងឡើងគូទាំងនោះមានស្នាមប្រឡាក់នៅក្នុងផ្ទះបាយពេញមួយឆ្នាំភ្នែកពុកកាន់តែមុតដូចកាំបិតសំឡេងដ៏មុតស្រួចរបស់នាងរំសាយសំឡេងរំខានទាំងអស់ក្នុងហាងភ្លាមតើអ្នកគិតថាខ្ទឹមបារាំងមិនចំណាយប្រាក់ទេតើខ្ញុំអាចរកប្រាក់បានប៉ុន្មានដោយលក់ឲ្យអ្នក15យន្តក្នុងមួយដុំខ្ញុំនៅតែត្រូវផ្ដល់អាហារដល់អ្នកកុំបរិភោគគ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានទេវាស្ទើរតែស្រែកចេញពីមាត់ទ្វារហាងនំប៉ាវទាំងមូលបានស្ងប់ស្ងាត់ភ្លាមអ្នកអាចឮសំឡេងទម្លាក់លើដីមនុស្សគ្រប់គ្នាបានញ៉ាំក្រសែភ្នែកជាច្រើនគូរបស់អតិថិជនដែលកំពុងអង្គុយរង់ចាំអាហាររបស់ពួកគេសម្លឹងមកខ្ញុំដោយការភ្ញាក់ផ្អើលអាណិតអាសូររំភើបចិត្តនិងមិត្តរួមការងារក្រុមហ៊ុនដូចជាខ្ញុំមុខខ្ញុំឆេះភ្លាមមិនមែនដោយសារតែខ្មាស់គេទេតែដោយសារកំហឹងក្នុងចិត្តខ្ញុំជីកចាននំប៉ាវហើយឈរនៅទីនោះដូចអ្នកទោសត្រូវគេថតជាសាធារណៈចិត្តខ្ញុំក្តៅក្រហាយខ្ញុំគ្រាន់តែចង់បានខ្ទឹមបារាំងបៃតងបន្តិចខ្ញុំជាអតិថិជនធម្មតារបស់នំប៉ាវរបស់អ្នកអស់រយៈពេល3ឆ្នាំហើយខ្ញុំជា Jane Cumming ដែលបានជួយអ្នកឲ្យទទួលបានការបញ្ជាទិញរាប់រយតើខ្ញុំអស់តម្លៃម្លេះតើខ្ញុំមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីសុំខ្ទឹមបារាំងបន្តិចទៀតឬខ្ញុំមើលមុខបងស្រីលីនដែលកំពុងខឹងសម្បាហើយងាកមើលការមើលងាយនិងមើលងាយដោយមិនពេលនោះក្តីអាណិតតូចមួយដែលខ្ញុំបានប្រមូលទុកក្នុងចិត្តអស់រយៈពេល3ឆ្នាំកន្លងមកនេះត្រូវបានបំបែកជាបំណែកដូចជារឿងកំ pl ែងខ្ញុំមិនបានប្រកែកជាមួយគាត់ទេខ្ញុំមិនបានបញ្ចេញសម្លេងដើម្បីការពារសេចក្តីថ្លៃថ្នូរដូចគាត់ទេខ្ញុំគ្រាន់តែមើលគាត់ដោយស្ងៀមស្ងាត់ទឹកមុខនិងភ្នែករបស់គាត់គ្រប់ពាក្យសម្ដីដែលគាត់និយាយត្រូវបានចាស់ទុកក្នុងចិត្តខ្ញុំបន្ទាប់មកខ្ញុំងាកមកកាន់ដៃខ្ញុំដើរត្រឡប់ទៅកន្លែងអង្គុយវិញដោយមាននំប៉ាវមួយខាំលើចានខ្ញុំបានរើសចង្កេះរបស់ខ្ញុំហើយញ៉ាំនំប៉ោះយឺតដែលនៅសេះសមម្ដងមួយក្រោមក្រសែភ្នែកខ្លមមើលរបស់អ្នកគ្រប់គ្នានៅក្នុងហាងខ្ញុំញ៉ាំយឺតណាស់រាល់ការខំហាក់ដូចជាខ្ញុំកំពុងទំពារយៈពេល3ឆ្នាំនេះនិងការអាម៉ាស់ភ្លាមនេះក្រោយពីញ៉ាំរួចខ្ញុំក៏យកក្រដាសជូតមាត់ចេញខ្ញុំក្រោកឈរហើយដើរទៅរកអ្នកគិតលុយធានបងស្រីលីនប្រហែលជាមិននឹកស្មានថាខ្ញុំនឹងមានប្រតិកម្មបែបនេះទេនាងសម្លឹងមកខ្ញុំដោយភាពភ្ញាក់ផ្អើលក្នុងកែវភ្នែករបស់នាងប៉ុន្តែកាន់តែមើលងាយហាក់ដូចជានិយាយថាអ្នកត្រូវតែបញ្ចប់អាហាររបស់អ្នកដោយស្ដាប់បង្គាប់ខ្ញុំបានយកលុយ20យន្តចេញពីកាបូបរបស់ខ្ញុំហើយដាក់វានៅលើតូបចំណែកសាច់ជ្រូកនិងខ្ទឹមបារាំងមួយចំណែក15យន្តនិងត្រសក់មួយចំណែក5យន្តវាគ្រាន់តែជាការត្រឹមត្រូវសម្លេងរបស់ខ្ញុំស្ងប់ស្ងាត់ណាស់សូម្បីតែខ្ញុំក៏ភ្ញាក់ផ្អើលដែរបងស្រីលីនលូកដៃទៅយកលុយវិនាទីមុនពេលនាងប៉ះលុយខ្ញុំនិយាយយឺតបងស្រីលីននាងឈប់ហើយមើលមកខ្ញុំមើលទៅភ្នែករបស់នាងហើយនិយាយយ៉ាងច្បាស់គ្រប់ពាក្យនេះគួរតែជាលើកចុងក្រោយដែលខ្ញុំញ៉ាំនៅកន្លែងរបស់អ្នកអរគុណដែលបានមើលថែខ្ញុំក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំមិនបានរងចាំឲ្យនាងបដូរប្រាក់ទេហើយក៏មិនរងចាំឲ្យនាងមានប្រតិកម្មដែលខ្ញុំងាកមកបើកទ្វារដើរចេញព្រះអាទិត្យពេលរសៀលគឺភ្លឺបន្តិចខ្ញុំបានឈរនៅមាត់ទ្វារជិតជ្រុងដកដង្ហើមវែង
មិនដែលមើលទៅក្រោយទេត្រឡប់ទៅក្រុមហ៊ុនសហសេវិកជាច្រើនអ្នកមកពីនាយកដ្ឋានផ្សេងគ្នានៅក្នុងជណ្ដើរយន្តមើលមកខ្ញុំដោយការបញ្ចេញនៅក្នុងហាងកាច់ជ្រុងទៅតែពេលនេះឆ្មាសមមួយក្បាលចេញពីជ្រុងជាមួយនឹងតន្ត្រីនៅក្នុងការវេយអ្នកបានសួរដោយមួយលេងត្រូវបានគេអូសពីក្រោយវាបន្សល់ទ្រវីមកខ្សែផាក់ពីនៃស្ត្រីខាងដីដើរហួសហេតុអីមិនបន្ថែមខ្ទឹមបារាំងខ្លះចុះជាអ្នកណានៅមុខមនុស្សច្រើនម្ល៉េះនោះគឺយើងនឹងមិនញ៉ាំនៅផ្ទះនាងទៀតទេមិត្តរួមការងារម្នាក់ទៀតបានបន្លឺឡើងខ្ញុំគ្រាន់តែញ៉ាំគ្មានពាក្យអ្វីត្រូវនិយាយទៀតទេជណ្ដើរយន្តបានទៅដល់ជាន់ទី16ដែលនាយកដ្ឋានរដ្ឋបាលស្ថិតនៅខ្ញុំបានដើរចេញពីជណ្ដើរយន្តត្រឡប់ទៅស្ថានីយការងាររបស់ខ្ញុំបើកុំព្យូទ័រនិងដំណើរការអ្វីគ្រប់យ៉ាងគឺដូចគ្នានឹងមុននៅពេលអនុម័តឯកសារវាដូចជាកន្លែងកើតហេតុដែលបានកើតឡើងនៅពេលថ្ងៃត្រង់គ្រាន់តែជាសុបិនបំផន់តែមានសមុទ្រលាក់ក្នុងចិត្តវាស្ងប់ស្ងាត់លើផ្ទៃមានរលកក្រោមសមុទ្រដ៏ចលាចលនៅបាត់សមុទ្រត្រជាក់របស់បងស្រីលីនពាក្យថាគុំញ៉ាំប្រសិនបើវាទុយពេកគឺនៅទីនោះសម្ដីមុតស្រួចបានជ្រាបចូលយ៉ាងជ្រៅក្នុងចិត្តខ្ញុំអ្វីដែលគាត់អាម៉ាស់គឺមិនមែនជាអតិថិជនដែលចង់បន្ថែមភ្លើងបន្ថែមទេតែគាត់ជាអតិថិជនធម្មតាម្នាក់ដែលបានផ្ដល់ការទុកចិត្តនិងការគ្រប់គ្រងអស់រយៈពេល3ឆ្នាំមកហើយប៉ុន្តែត្រូវបានគេបោះចោលដោយសម្រាមគាត់បានជន់ឈ្លីការគោរពជាមូលដ្ឋានបំផុតរវាងមនុស្សខ្ញុំបានបិទទ្វារហើយរូបរាងប្លែករាប់សិបនៅក្នុងហាងរបស់ក្មេងប្រុសនោះបានបង្ហាញខ្លួនយ៉ាងច្បាស់នៅចំពោះមុខខ្ញុំមិនដែលចូលចិត្តគាត់ទេមនុស្សដែលខ្វល់ពីរឿងនោះមិនមែនជាមនុស្សដែលមានចិត្តឆេវឆាវនោះទេបន្ទាប់ពីធ្វើការយ៉ាងលំបាកនៅកន្លែងធ្វើការអស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានរៀនគ្រប់គ្រងអារម្មណ៍របស់ខ្ញុំជាយូរមកហើយការរក្សាភាពរីករាយនិងកំហឹងរបស់ខ្ញុំដោយលាក់កំបាំងគឺជាសមិទ្ធផលជាមូលដ្ឋានរបស់មនុស្សពេញវ័យប៉ុន្តែខ្ញុំដឹងក្នុងចិត្តថាការមិនបញ្ចេញខ្យល់មិនមែនមានលោកចេញខ្ញុំមិនទីច្រើនទៀតមិនដែលត្រូវបានអនុញ្ញាតឲ្យប្រសាទធារណៈដោយហេតុផលគួរឲ្យអស់សំណើចជាច្រើនអ្នកឈោមើលនឹងភ្នែកត្រជាក់ជានិច្ចខ្ញុំត្រូវតែធ្វើអ្វីមួយប៉ុន្តែមិនមែនដោយការស្ដីបន្ទោសនាងទេនោះគឺកម្រិតទាបពេកហើយនឹងនាំខ្លួនខ្ញុំទៅដល់កម្រិតដូចនាងប៉ុណ្ណោះខ្ញុំត្រូវប្រើវិធីផ្ទាល់ខ្លួនដើម្បីឲ្យនាងយល់នេះគឺជាការពិតមនុស្សដែលគួរឲ្យអន់ចិត្តជាងគេលើโลกនេះគឺជាអ្នកដែលគ្រប់គ្រងអ្នកដោយស្ងៀមស្ងាត់ពេលខ្ញុំបើកភ្នែកឃើញច្បាស់ខ្ញុំបានបើកកម្មវិធីទំនាក់ទំនងផ្ទៃក្នុងរបស់ក្រុមហ៊ុនហើយចុចលើសមាជិកក្រុមនៃនាយកដ្ឋានរដ្ឋបាលសមាជិកទាំងអស់សូមរាប់ចំនួនសរុបនៃបុគ្គលិកបច្ចុប្បន្ននៅក្នុងក្រុមហ៊ុនវាត្រឹមត្រូវទៅនឹងលេខតែមួយវាចំណាយពេលតិចជាង1នាទីដើម្បីឲ្យសារត្រូវបានផ្ញើចេញអ្នកឯកទេសធនធានមនុស្សបានផ្ញើទម្រង់ Excel មកខ្ញុំបានចុចលើតារាងស្ថិតបុគ្គលិកនៃការិយាល័យកណ្ដាល Digital Update សរុបមានចំនួន316នាក់ដោយមិនរាប់បញ្ចូលការធ្វើដំណើរអាជីវកម្មនិងចេញដំណើរនៅថ្ងៃនេះមានមនុស្សប្រហែល300អ្នកដែលបានទទួលទានអាហារថ្ងៃត្រង់នៅក្នុងក្រុមហ៊ុនជារៀងរាល់ថ្ងៃក្រឡេកមើលលេខ300ជ្រុងមាត់ខ្ញុំងើបឡើងបន្តិចបន្ទាប់មកខ្ញុំបានបើកបញ្ជីកិច្ចសហប្រតិបត្តិការអ្នកផ្គត់ផ្គង់ម្ហូបអាហាររបស់ក្រុមហ៊ុនវាសម្បូរទៅដោយឈ្មោះព័ត៌មានទំនាក់ទំនងនិងតម្លៃកិច្ចសហប្រតិបត្តិការនៃភោជនីយដ្ឋានរាប់សិបនេះគឺជាសមិទ្ធផលមួយក្នុងចំណោមស្នាដៃរបស់ខ្ញុំក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះប៉ុន្តែខ្ញុំបានស្កេនជុំវិញហើយមិនអាចរកឃើញអ្វីដែលខ្ញុំចង់បានទាំងនេះជាអាហាររហ័សឬអាហារលើតម្លៃមិនសមរម្យសម្រាប់អាហារក្រឡេកមើលចុះពីបង្អួចនៅជាន់ទី16ខ្ញុំអាចមើលឃើញឧបករណ៍នៅតាមផ្លូវយ៉ាងច្បាស់រាប់មុខកញ្ហាងថ្មីកំពុងជួសជុលផ្លាកសញ្ញាក្រហមត្រូវបានព្យួរជាមួយនឹងតួអក្សរធំ4ដែលសរសេរនៅលើវារចនាប័ទ្មតុបតែងជ្រុងគឺភ្លឺហើយមើលទៅស្អាតនិងមានអនាម័យខ្ញុំបានលើកទូរស័ព្ទរបស់ខ្ញុំហើយចុចលេខគ្រប់គ្រងអចលនទ្រព្យក្នុងនាមជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាលខ្ញុំដោះស្រាយជាមួយនឹងការគ្រប់គ្រងអចលនទ្រព្យច្រើនជាងគេអរុនសួស្ដីអ្នកគ្រប់គ្រងលីខ្ញុំជា Jane Cumming មកពី Hengsen Digital ខ្ញុំចង់សួរអ្នកអ្វីមួយជ្រុងហ៊ុនយេដែលទើបបាត់ថ្មីទល់មុខជ្រុងខាងក្រោមដែលនៅជិតខាងក្រុមហ៊ុនរបស់យើងតើអ្នកមានព័ត៌មានទំនាក់ទំនងរបស់ចៅហ្វាយទេអ្នកបាននិយាយថាជាហ៊ុនបាត់ខ្ញុំនឹងផ្ញើវាទៅអ្នកឥឡូវនេះហេតុអ្វីបានជាអ្នកគ្រប់គ្រងយ៉ាងអ្នកខ្ញុំកំពុងប្រាប់អ្នកថាខ្ញុំនឹងពង្រីកអ្នកផ្គត់ផ្គង់អាហារថ្ងៃត្រង់ថ្មីបរិះនោះឈ្មោះជាហ៊ុនគឺជាមនុស្សល្អម្នាក់ហើយស្នាដៃរបស់គាត់សូមយកជាមុនខ្ញុំនិយាយទាំងញឹមថាក្នុងរយៈពេល30វិនាទីនៃការលើកទូរស័ព្ទសារមួយបានមកដល់វាជាលេខទូរស័ព្ទវាគឺសម្រាប់លោកហ៊ុនខ្ញុំឃើញថាលេខនោះមិនត្រូវបានគេហៅភ្លាមទេប៉ុន្តែគាត់កំពុងតែមានគម្រោងក្នុងចិត្តយ៉ាងឆាប់រហ័សនេះមិនមែនជាការសង្សឹកធម្មតាទេប៉ុន្តែជាការវាយប្រហារពាណិជ្ជកម្មយ៉ាងជាក់លាក់ខ្ញុំចង់ឲ្យបងស្រីលេងយល់ថាគាត់មិនគ្រាន់តែបាត់បង់អតិថិជនចាស់ម្នាក់ប៉ុណ្ណោះទេប៉ុន្តែគឺជាអាជីវកម្មអគារការិយាល័យទាំងមូលដែលគាត់ពឹងផ្អែកដើម្បីរស់រានមានជីវិតខ្ញុំចង់ឲ្យនាងឃើញផ្ទាល់ភ្នែកពីរបៀបដែលអតិថិជនដែលនាងធ្លាប់ច្រានចោលបំផុតបានបញ្ជូនអាជីវកម្មទាំងអស់របស់នាងឲ្យគាត់បំផ្លាញដ៏ធ្ងន់បំផុតសម្រាប់ភាពក្រអឺតក្រទមនិងមិនសមហេតុផលរបស់គាត់ខ្ញុំកំណត់ការប្រកួតស្ងាត់នេះថាជាសង្គ្រាមស្ងាត់គ្មានផ្សែងគ្មានការឈ្លោះប្រកែកគ្នាមានតែមូលដ្ឋានអតិថិជនហូរនិងទិន្នន័យត្រជាក់ប៉ុណ្ណោះខ្ញុំក្រោកឈរហើយដើរទៅបន្ទប់ផឹកតែដើម្បីឆុងកាហ្វេសារធាតុរ៉ាវជូរចត់បានរអិលការចូលទៅក្នុងបំពង់របស់ខ្ញុំធ្វើឲ្យខ្ញុំកាន់តែច្បាស់ពេលខ្ញុំត្រឡប់មកកន្លែងអង្គុយវិញខ្ញុំបានលើកទូរស័ព្ទហើយផ្ញើសារទៅ Boss Win ជំរាបសួរ Boss Win ខ្ញុំជានាយករដ្ឋថាបារបស់ Stellar Digital នៅតាមផ្លូវនាមត្រកូលរបស់ខ្ញុំគឺ Jane ខ្ញុំមានកិច្ចព្រមព្រៀងអាជីវកម្មដ៏ធំមួយជាមួយនឹងការផ្គត់ផ្គង់អាហារថ្ងៃត្រង់សម្រាប់មនុស្ស300នាក់ដែលខ្ញុំចង់និយាយជាមួយអ្នកអំពីខ្ញុំឆ្ងល់ថាតើវាងាយស្រួលសម្រាប់អ្នកក្នុងការចុចផ្ញើបេះដូងរបស់ខ្ញុំឈប់ដូចទឹកសង្កៀមបានចាប់ផ្ដើមស្ងាត់ទូរស័ព្ទក៏ដាច់ភ្លាមហើយវាជាការឆ្លើយតបរបស់ Boss Win មានពាក្យតែមួយយល់ព្រម